នេះទិនរឿងប្រេងខ្មែររឿងបរោះពីរនាក់នៅផ្ទះចិត្តគ្នាកាលពីព្រេងនាយមានបរោះពីរនាក់នៅផ្ទះចិត្តគ្នាថ្ងៃមួយបរោះទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វដល់ថ្ងៃរសៀលគង់ភ្នំក៏នាំគ្នាដើរចេញទៅលុះដល់ព្រៃជាកន្លែងដាក់អន្ទាក់សត្វបរោះទីមួយថាខ្ញុំនឹងដាក់នៅលើគល់ឈើនេះត្បិតឈើនេះមានផ្លែយប់សត្វចំណាំតែមកស៊ីផ្លែឈើនេះបរោះទាំងពីរនាក់ឆ្លើយថាខ្ញុំក៏ចង់ដាក់នៅកន្លែងនឹងដែរប៉ុន្តែឥឡូវបើអ្នកដាក់នៅលើគល់ឈើមានតែខ្ញុំដាក់នៅលើចុងឈើរួចយើងចាំមើលព្រឹកឡើងរបស់អ្នកណាជាប់សឹមយើងនឹងដឹងនិយាយគ្នាហើយម្នាក់ក៏ដាក់នៅគល់ឈើស្រេចហើយក៏វិលត្រឡប់ទៅផ្ទះវិញលាគ្នាទៅផ្ទះតែរៀងខ្លួនរីឯអ្នកដាក់អន្ទាក់នៅលើចុងឈើនោះលុះវិលត្រឡប់ដល់ផ្ទះហើយយប់នោះក៏គិតគ្នាពីអ្នកប្តីប្រពន្ធថាតាំងពីដូនតាមកមិនដែលឮថាអ្នកឯណាដាក់អន្ទាក់នៅលើចុងឈើឲ្យជាប់សត្វជើង4ដែលដើរនៅលើដីនោះទេឥឡូវនេះអញដាក់នៅលើចុងឈើតើធ្វើមិនដេចនឹងបានសត្វដូច្នេះត្រូវអញរលឹកពីព្រលឹមពីពេលមន់រងាទៅមើលបើឃើញសត្វជាប់អន្ទាក់គេនៅដីអញក៏ដោះយកទៅចងនឹងអន្ទាក់អញនៅឯចុងឈើដល់ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះហើយអញក៏ដោះយកសត្វទៅជូនលោកសុភាសេកបើវាមិនសុខចិត្តដូចម្ដេចមុខជាកាច់ក្តីគង់តែដល់សុភាសេកជាមិនខានសុភាសេកនឹងកាត់ក្តីឲ្យវាចាញ់ជាប្រកបប្តីប្រពន្ធគិតគ្នាហើយក៏ដេកទៅដល់មន់រងាវរលឹកពេកដេកលុបមុខស៊ីស្នាហើយក៏ចេញពីផ្ទះដើរដល់អន្ទាក់ក៏បានឃើញអន្ទាក់នៅលើដីជាប់ក្តាន់មួយដោះយកឡើងទៅចងនឹងអន្ទាក់របស់ខ្លួនរួចក៏ដំឡើងអន្ទាក់នៅដីដូចដើមក៏ប្រញាប់វិលមកផ្ទះវិញលុះព្រឹកប្រហៀងស្រាំងឡើងអ្នកមួយដែលដាក់អន្ទាក់នៅលើដីមកក៏ស្រែកហៅឲ្យទៅមើលអន្ទាក់មួយក៏ឆ្លើយថាកុំរលេះរលាំងថ្វីត្បិតអន្ទាក់របស់ខ្ញុំមិនសង្ឃឹមនោះទេត្បិតនៅអ្នកនៅលើចុងឈើក្រែងតែអន្ទាក់អ្នកនៅដីនោះខ្ញុំមិនហ៊ានថាបើបានចែកគ្នាស៊ីផងពាក្យនេះជាពាក្យចំអកឲ្យអ្នកមួយត្បិតដឹងការមុនហើយអ្នកទាំងពីរនិយាយគ្នាហើយក៏ចុះពីផ្ទះដើរចេញទៅលុះដើរទៅដល់មិនឃើញអន្ទាក់នៅលើដីជាប់សត្វក៏ឃើញអន្ទាក់នៅលើចុងឈើជាប់សត្វទៅវិញចៅដែលជាម្ចាស់អន្ទាក់នៅលើចុងឈើក៏និយាយថានឹងហើយមើលចុះមិនជាខ្ញុំថាកុំដាក់នៅលើគល់ឈើឲ្យដាក់នៅលើចុងអីនេះមើលរបស់អ្នកណាជាប់នោះនឹងក៏ដឹងហើយក៏ឡើងទៅដោះយកសត្វចុះមកនាំគ្នាវិលត្រឡប់មកផ្ទះវិញអញក៏លាគ្នាទៅផ្ទះដោយខ្លួនទៅរីឯចៅដែលបានក្តាន់ក៏ប្រញាប់យកទៅជូនសុភាសេកហើយជម្រាបថាខ្ញុំហើយ
និងចៅមួយនោះទៅដាក់អន្ទាក់នៅផងគ្នាខ្ញុំក៏ដាក់នៅលើចុងឈើអ្នកមួយនោះដាក់នៅលើគល់ឈើខ្ញុំនេះជាមនុស្សវាយក្តីនេះគង់តែគេមកដល់លោកដូច្នេះតាមតាលោកមេត្តារកក្តីយ៉ាងណាឲ្យក្តីខ្ញុំឈ្នះវាទៅចោះខ្ញុំនឹងដឹងគុណលោកទៅថ្ងៃមុខជាមិនខានសុភាសេកបានសັດស្ដាំហើយក៏ឆ្លើយថាឯងទៅរកស្លាវលូមកឲ្យឆាប់ឲ្យទាន់ព្រឹកនេះបើវាមកប្តឹងអញបង្គាប់អញ្ចឹងដែរបើវាមកមិនទាន់អញនឹងកាត់ក្តីឲ្យវាចាញ់បានដោយងាយឯងប្រញាប់ទៅចោះរីឯអ្នកដែលដាក់អន្ទាក់លើគល់ឈើលុះវិលមកផ្ទះវិញហើយក៏ដណ្ដើមដកដងហើមតូចដកដងហើមធំមិនសុខចិត្តក៏យកសេចក្តីទៅប្តឹងសុភាសេកក៏បង្គាប់សេចក្តីដោយបង្គាប់ចៅមុនដែរលុះព្រឹកឡើងអ្នកដែលដាក់អន្ទាក់នៅលើចុងឈើក៏យកអីវ៉ាន់ទៅដល់មុនឯអ្នកដែលដាក់អន្ទាក់នៅលើដីដោយខ្លួនជាអ្នកក្រលំបាកតោកយ៉ាដើររកទិញអីវ៉ាន់ពុំបានពុំទាន់ភ័យក្រែងខ្លួនចាញ់គេហើយក៏គេយកទោសផងក៏រត់ពីភូមិមួយទៅភូមិមួយក៏បានជួបនឹងសុភាទន្សាយក៏សួរថាមានដំណើរអីបានជារត់ប្រញាប់ប្រញាល់ឈប់សិនចៅនោះក៏ឆ្លើយថាលោកអើយអាណិតដោះទុកខ្ញុំផងបាត់ខ្ញុំហើយនឹងអ្នកមួយទៅដាក់អន្ទាក់សัตว์ផងគ្នាខ្ញុំក៏ដាក់នៅលើចុងឈើគេដាក់នៅលើគល់ឈើព្រឹកឡើងទៅដល់មើលពុំឃើញអន្ទាក់នោះនៅនឹងដីចុចសัตว์ឃើញតែអន្ទាក់នៅលើចុងឈើជាប់ក្តាំងមួយខ្ញុំមិនសុខចិត្តបានជាយកសេចក្តីទៅប្តឹងនឹងសុភាសេកគេក៏ប្រាប់អ្នកណាយកអីវ៉ាន់ទៅមុនអនផ្ដល់មុនអ្នកនោះនឹងឈ្នះហើយដូចនេះបានជាខ្ញុំភ័យហើយនៅគេទៅដល់មុនខ្ញុំហើយដូច្នេះតាមដែលលោកអាណិតខ្ញុំផងសុភាទន្សាយក៏ឆ្លើយថាអណហើយកុំភ័យចាំថ្ងៃរសៀលខ្ញុំនឹងនាំអ្នកទៅចៅនោះក៏អរលុះដល់ថ្ងៃរសៀលសុភាទន្សាយក៏យកទៅដល់ផ្ទះសុភាសេកស្រែកសួរមកថាដូចម្ដេចក៏យំម្លេះក្តីចាញ់គេហើយសុភាទន្សាយក៏ឆ្លើយថាយើងខ្ញុំបានជាយូរនេះព្រោះអាឡ័យតែមើលត្រេកក្រាញ់វាហើរឡើងទៅស៊ីស្លឹកអំពិលសុភាសេកថាពីជីដូនជីតាមកគ្មាននរណាដែលឃើញដែលឮថាត្រេកក្រាញ់វាឡើងស៊ីស្លឹកអំពិលទេសុភាទន្សាយក៏ឆ្លើយថាពីជីដូនជីតាពីម៉ែពីឪក៏បានបង្កើតមកនរណាដែលឃើញដែលលើកថាអន្ទាក់នៅលើដីមិនជាប់សัตว์ទៅជាប់អន្ទាក់ទៅលើចុងឈើទៅវិញហើយសัตว์នឹងជាសัตว์ជើង4ផងដែលលើអន្ទាក់អ្នកស្រុកអស់លឺស្រុកនោះសុភាសេកក៏ស្ងៀមពុំហ៊ានស្ពឹកមុខទៀតស
សុភាទុនសាយក៏កាត់សេចក្តីឲ្យចៅដែលដាក់អន្ទាក់សัตว์នៅលើដីឈ្នះរីឯសុភាសេកដែលអង្គុយធ្វើជាសុភានោះក៏នាំគ្នាដោយខ្មាស់ដោយសារតែខ្លួនជាអ្នកល្មោកចំនួនអូនសត្វក្តាន់ក៏ស្ងៀមបែរមុខទប់ទៅខាងជញ្ជាំងដូចជាវាឆ្មាកណ្ដុរបាទអូខេប្រិមិត្តអត្ថបទរឿងប្រឡងលោកនេះបាទខ្ញុំបាទក៏សូមបញ្ចប់តែត្រឹមនេះខ្ញុំបាទក៏សូមអរគុណប្រិមិត្តពុកម៉ែបងប្អូនដែលបានតាមដានទស្សនាសម្រាប់អត្ថបទរឿងព្រេងនេះតែមុននឹងបញ្ចប់អត្ថបទរឿងព្រេងនេះសូមប្រិមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុចនៅ Subscribe និងសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននៅអត្ថបទរឿងព្រេងថ្មីៗជាបន្តទៀតខ្ញុំបាទសូមអរគុណសូមជម្រាបលា